បាទសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់បាទនេះគឺលទ្ធផលឆ្នាំទី2ហើយដែលខ្ញុំពិសោធន៍G Panavi Nano ជាមួយនឹងស្វាយដែលមិនប្រើឲ្យទាំងអស់បាទឆ្នាំនេះគឺវាមិនការជាងគេមិនបកាជាងប្រមាណទេអ្នកដែលបាញ់អត់មុនក៏ចេញតែគ្នាតែអ្វីដែលគួរឲ្យកត់សម្គាល់គឺស្លឹកនៅល្អហើយបាទហើយផ្កាហ្នឹងគឺចេញតងវែងហើយដូចជាអត់មានពួកសត្វផ្សេងមករួមទេគឺចេញមកផ្លោះល្អហើយនេះគឺជាលទ្ធផលចេញផ្កាបដាសន្នហើយតិចទៀតពេលដែលវាក្តាប់នោះគឺវាកាន់ច្រើនហើយជាមើលដល់ពេលក្តាប់ចាំខ្ញុំថតជាវីដេអូបង្ហោះប្រាប់ពុកម៉ែបងប្អូនអស់ដែលដាំស្វាយបាទនេះគឺល្អណាស់បាទហើយឆ្នាំនេះខ្ញុំបានបាញ់លាយជាមួយនឹង Panavi Strong បាទ Panavi Nano ជាមួយនឹង Panavi Strong បាទឃើញថាល្អមែនតើហើយឥឡូវនេះក្តាប់ផ្ដើតែអត់តន់ថតឲ្យទេដោយសារវាអត់ក្តាប់ស្រស់អញ្ចឹងទៅអត់ទាន់បង្ហាញនៅឡើយទេបាទនេះក្តាប់ខ្លះហើយមានផ្លែធំមុនចាក់មុននេះគឺខ្ញុំប្រើតែ Panavi Strong ហើយនិង Panavi Nano ទេនេះបាទខ្ញុំអត់បានប្រើជីស្អីផ្សេងទេមានអកម៉ូនអកមាំងអត់មានទេបាទគឺ Panavi សុទ្ធតែល្អនេះគឺឥទ្ធិពលបាទនេះក្តាប់ប្រើហើយគឺឃើញថាល្អហើយរាល់ក្តាប់មកគឺអត់មានស្អីអុចទេគឺល្អណាស់អញ្ចឹងបើពុកម៉ែបងប្អូនត្រូវការជាវយកទៅប្រើប្រាស់មិនថាស្វាយមិនថាដំណាំផ្សេងគ្រប់មុខទាំងអស់បាទអាចយកទៅប្រើប្រាស់បានគ្រប់ដំណាំផ្លែឈើហូបផ្លែដំណាំវិលល្ងាចតកូនសេថាវសាឡាត់ខាត់ណាផ្សេងទៅសក់ផ្សេងបាទនេះគឺគ្រប់មែកហើយចេញពីដើមតែម្ដងបាទចេញពីដើមហើយអ្វីដែលគាត់សម្គាល់គឺដើមស្វាយខ្ញុំនេះគឺមានមកមានដួងបាទដួងចាក់ដើមតែម្ដងបាទហើយដល់ពេលខ្ញុំបានបាញ់ជី Panavi Nano លាយជាមួយ Panavi Strong 2ស្លាបព្រាNano 1ស្លាបព្រាបាញ់ស្រោចលើដើមទៅឥឡូវដួងក៏អស់ការផ្លែក៏ចេញអញ្ចឹងគឺសូមពុកម៉ែបងប្អូនដែលមានចំការស្វាយធំចំការអាមេរិកចំការអីផ្សេងធំហ្នឹងអាចតំណាក់តំណងជីវជីសរីរាង្គ Panavi Nano និងជីសរីរាង្គ Panavi Strong យកទៅប្រើប្រាស់ដើម្បីបង្កើនទិន្នផលកាត់បន្ថយចំណាយដល់ពុកម៉ែវិជាកសិករទាំងអស់បាទឲ្យបានមានជីវភាពទូទាគ្រប់ក្រុមគ្រួសារបាទហើយយើងខ្ញុំសូមអរគុណណាស់ចំពោះពុកម៉ែបងប្អូនដែលជាអតិថិជនរបស់ជីសរីរាង្គ Panavi Nano ដែលបានប្រើប្រាស់ជីសរីរាង្គ Panavi Nano កន្លងមកសូមជូនពរពុកម៉ែបងប្អូននោះទទួលបានទិន្នផលគ្រប់ក្រុមគ្រួសារហើយនឹងហេងរកស៊ីចិត្តតែមានបានបាទសូមអរគុណបាទសូមជម្រាបលា